ចាសសូមជម្រាបសួរពុកម៉ែបងប្អូនមីងៗទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើសម្លម្ជូរគ្រឿងស្លឹកម្កាក់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាអញ្ចឹងថាតើមានគ្រឿងផ្សំអ្វីខ្លះសូមបងប្អូនតាមដានទាំងអស់គ្នាចាឥឡូវគ្រឿងផ្សំរបស់យើងបានត្រៀមរៀបចំរួចរាល់អស់ហើយបងប្អូនចានាងខ្ញុំមានសាច់ខ្លុំបងប្អូនសាច់ខ្លុំចំនួន1ក្បាលប្រហែលជាទម្ងន់1គីឡូ2ខាំបងប្អូននាងខ្ញុំហាន់កង់ប៉ុណ្ណឹងបងប្អូនហើយគ្រឿងផ្សំរបស់យើងមានគ្រឿងគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្រមៀតរំដេងនិងខ្ទឹមសដើម្បីយកទៅកិននឹងម៉ាស៊ីនក្លុកបងប្អូនហើយល្ហុងយើងហាន់ប៉ុណ្ណឹងមកប្រហុកចិញ្ច្រាំចំណែកស្លឹកម្កាក់នេះខ្ញុំហាន់ល្អិតបងប្អូនដើម្បីយកទៅកិនឲ្យម៉ត់ឥឡូវយើងចាប់ផ្ដើមយកគ្រឿងទៅកិនបងប្អូនចាពេលដែលយើងកិនម៉ត់ហើយយើងទុកក្នុងចានបន្លែកមកឥឡូវយើងមកកិនស្លឹកម្កាក់ម្ដងចាបន្ទាប់ពីយើងកិនគ្រឿងនិងស្លឹកម្កាក់រួចរាល់ហើយយើងចាប់ផ្ដើមស្លតែម្ដងទៅបងប្អូនជាដំបូងនាងខ្ញុំដាក់ឆ្នាំងឲ្យក្តៅចាក់ប្រេងឆាចូលហើយយើងដាក់ប្រហុករំលីងប្រហុកឲ្យឡើងឈ្ងុយបងប្អូនបន្ទាប់ពីលីងប្រហុកឈ្ងុយហើយយើងដាក់សាច់ចូលតែម្ដងទៅហើយយើងបន្តរំលីងសាច់របស់យើងត្រឡប់ទៅត្រឡប់មកឲ្យឆ្អិនណាបងប្អូនពេលដែលឆ្អិនអញ្ចឹងវាអស់ឈាមបងប្អូនអញ្ចឹងយើងចាប់ផ្ដើមដាក់គ្រឿងចូលតែម្ដងទៅគ្រឿងគល់ស្លឹកគ្រៃយើងកិនមិញហ្នឹងហើយយើងត្រឡប់ទៅត្រឡប់មកឲ្យគ្រឿងរបស់យើងចូលសព្វជាមួយនឹងសាច់បានល្អហើយយើងរំលីងតតាឈ្ងុយបន្តិចបងប្អូនចាំយើងដាក់គ្រឿងស្ករប៊ីចេងចូលតបមកនេះខ្ញុំដាក់ប៊ីចេងខ្លះស្លាបព្រាបាយស្ករសប្រហែលជា7ស្លាបព្រាបាយទឹកត្រីបន្តិចផងដែរហើយយើងកូរច្របល់វាទៅមកឲ្យសព្វគ្រឿងរលាយចូលគ្នាបានល្អចាំបន្ទាប់មកយើងគ្របទុកសិនណាបងប្អូនដើម្បីឲ្យរំងាស់ឲ្យវាផុយបន្តិចបងប្អូនបន្ទាប់មកនេះខ្ញុំដាក់ទឹកក្តៅបងប្អូននេះខ្ញុំដាក់ទឹកប្រហែលជា5-6កែវយើងមើលទៅមកល្មមសាច់របស់យើងហើយយើងរំងាស់មកស្វក់សិនណាបងប្អូនណាដើម្បីឲ្យសាច់របស់យើងរាងផុយព្រោះអីខ្លុំនេះវារាងស្វិតបន្តិចដែរបងប្អូនហើយពេលដែលប៉ងធ្វើម្ហូបនឹងមេឃភ្លៀងមកប៉ក់តែម្ដងបងប្អូនឡនសង្កសីឡើងខ្លាំងអញ្ចឹងបងប្អូនយើងរំខានបន្តិចដែរណាបងប្អូនសូមអធិស្ឋានផងហើយលាបឲ្យនៅធំខ្លាំងទៀតចាំបន្ទាប់មកសម្លយើងពុះហើយសាច់យើងរៀងផុយបន្តិចហើយយើងដាក់បន្លែចូលតែម្ដងទៅហើយនាងខ្ញុំដាក់ស្លឹកម្កាក់ចូលជាមួយគ្នាតែម្ដងហើយយើងដាក់ទុកខ្លះសិនណាបងប្អូនអត់តដាក់ទាំងអស់ទេព្រោះអីខ្លាចជូរជ្រុលណាបងប្អូនយើងចឹងយើងដាក់ពាក់កណ្ដាលសិនទៅចាំពេលដែលពុះម្សៅទៀតយើងភ្លក់មើលទៅបើសិនជាស្ទើរជូរចាំយើងថែមដាក់ទាំងអស់តែម្ដងតមកនេះខ្ញុំដាក់អំបិលថែមមួយចុងស្លាបព្រាបាយហើយយើងរំងាស់វាចោលឲ្យពុះម្ដងទៀតសិនណាបងប្អូនឥឡូវសម្លរបស់យើងពុះហើយយើងភ្លក់មើលតាមចំណង់ចំណូលចិត្តទៅបងប្អូនណាចាសូមអរគុណបងប្អូនដែលតាមដានវីដេអូនាងខ្ញុំកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីរៀងរាល់ថ្ងៃពីរបៀបធ្វើម្ហូបខ្មែររបស់យើងណាបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងចាសូមជម្រាបលាជួបគ្នាវីដេអូក្រោយ